អូខេសួស្តីទាំងអ្នកសូមស្វាគមន៍មកកាន់ Channel How to Do ហើយសូមស្វាគមន៍មកកាន់កម្មវិធី Force ចឹងកម្មវិធីនេះទាំងអ្នកដូចជាបានដឹងស្រាប់ហើយគឺខ្ញុំនឹងនិយាយពាក់ព័ន្ធជាមួយនឹងមតិរបស់ផ្ទាល់ចេញអំពីបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់ដែលខ្ញុំនឹងនិយាយអំពី game និយាយអំពីព័ត៌មានអីមួយឬក៏ជាបទពិសោធន៍អីមួយដែលខ្ញុំបានជួបប្រទះអញ្ចឹងនៅក្នុងអេពីសូតនេះគឺខ្ញុំនឹងនិយាយពាក់ព័ន្ធជាមួយនឹង Terraria គឺជា game ដែលខ្ញុំទើបតែលេងចប់ប្រហែលថ្ងៃមុននេះទេហើយសម្រាប់អ្នកដែលគាត់ចង់មើល gameplay Terraria របស់ខ្ញុំកុំភ្លេច check នៅក្រោម link description ខ្ញុំមានជា playlist សម្រាប់ឲ្យទាំងអស់គ្នាចូលទៅកាន់ channel goal របស់ខ្ញុំដើម្បីមើល gameplay របស់ខ្ញុំបានតាំងពី episode 1រហូតមកដល់ episode ទី18អញ្ចឹងបើយើងនិយាយពាក់ព័ន្ធជាមួយនឹង Game Terraria គឺបើយើងបកទៅកាន់ប្រហែលឆ្នាំមុនណា Game Terraria នេះគឺបាន release នៅថ្ងៃទី16ខែ5ឆ្នាំ2011ខ្ញុំមិនដឹងថាអាពីរហ្នឹងអាណាចេញមុនទេ Minecraft Terraria ព្រោះខ្ញុំបានទៅ search ក្នុង Google ទេអញ្ចឹងចាំគ្នាយើង check មើលខ្លួនឯងអញ្ចឹង game នេះគឺត្រូវបាន develop ហើយនឹង publish ដោយ independent studio មួយដែលមានឈ្មោះថា Relogic អញ្ចឹង studio ហ្នឹងវាមិនមែនជា studio នៅក្រោមក្រុមហ៊ុនធំៗទេគឺជា studio independent studio គោលមួយតែឯងធ្វើអីតែឯងអញ្ចឹងហើយដោយសារការធ្វើអីតែឯងហ្នឹងហើយឃើញចេញសមិទ្ធផលអស្ចារ្យមកមួយ Terraria ឡយមកនិយាយមែនអញ្ចឹង game នេះនៅឆ្នាំ2011គឺបញ្ចេញនៅ version 1.0 ហើយសម្រាប់ version ដែលគេចាត់ទុកថាជា version full ហ្មងពេញលេញហ្មងគឺ version 1.4 ដែល version ហ្នឹងគឺត្រូវបាន release នៅថ្ងៃទី16ខែ5ឆ្នាំ2020និយាយរួមទៅគឺ9ឆ្នាំក្រោយពេលដែលអា 1.0 ចេញអញ្ចឹង game នេះគឺ develop យូរមែនតើ9ឆ្នាំទើបបានពេញលេញមានរបស់របរលេងត្រឹមត្រូវមកដល់ឥឡូវនេះ Terraria នៅក្នុង Steam គឺមានអ្នកលេងមានអ្នកទិញច្រើន game នេះក៏មិនណយដែរអ្នកទិញ game នេះក៏មិនតិចអ្នកដែរហើយ game នេះគឺមានអាយុ14ឆ្នាំហើយបើយើងរាប់ពីឆ្នាំ2011មកដល់2026នេះ game នេះគឺ14ឆ្នាំហើយខ្វះតែប្រហែលឆ្នាំទៀតទេអាចធ្វើតាក់ញ៉ាំបានឲ្យគ្នាបានសម្រាប់កម្មវិធី Force មិនមែនជាកម្មវិធី review game ឲ្យ9លើ10ឲ្យ10លើ10ទេប៉ុន្តែវាក៏ជាកម្មវិធីដែលខ្ញុំនឹងបញ្ចេញមតិរបស់ខ្ញុំទៅកាន់របស់ដែលខ្ញុំបានឆ្លងកាត់របស់ដែលខ្ញុំបានលេងអញ្ចឹងដូច Terraria នេះអញ្ចឹងខ្ញុំនឹងធ្វើការនិយាយពាក់ព័ន្ធជាមួយនឹង2ចំណុចធំដែលទី1ខ្ញុំនឹងនិយាយពីចំណុចល្អដែលខ្ញុំស្រឡាញ់ដែលខ្ញុំចូលចិត្តរបស់ Terraria ទី2ខ្ញុំនឹងនិយាយអំពីចំណុចដែលមិនល្អចំណុចដែលខ្ញុំគិតថាអាចកែបានកែឬក៏វាអាចឈានទៅដល់ថាចំណុចអាក្រក់តែម្ដងហើយសម្រាប់អ្នកដែលគាត់បានស្ដាប់មកដល់ចំណុចនេះហើយកុំភ្លេចជួយ subscribe ជាមួយ channel ទី2បើសិនជាអាចចូលទៅកាន់ playlist នៅខាងក្រោមដែលទាំងអស់គ្នាក៏ចង់ទៅមើលវីដេអូ Terraria ទៅ subscribe channel Goal របស់ខ្ញុំផងព្រោះ channel Goal ហ្នឹងគឺផ្ដោតទៅលើ game ហើយនឹង vlog សម្រាប់ channel ទី2នេះគឺផ្ដោតទៅលើការនិយាយបែបហ្នឹងអញ្ចឹងយើងក៏លេខមកមើលចំណុចល្អដែលចំណុចល្អទី1គឺខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹងតម្លៃរបស់ game ហ្នឹងបើសិនយើងទៅឆែតម្លៃដែលយើងអត់ទៅទិញនៅ Steam ទេយើងឆែតម្លៃតាម website ផ្សេងហ្គេមនេះតម្លៃវាច្រើនបំផុត$6 $5 $4គឺយើងអាចទិញយកមកលេងបានហើយបើសិនយើងក៏លេងទៅមើលតម្លៃដើមនៅក្នុង Steam ហ្មងគឺតម្លៃតែ$10ទេប៉ុន្តែការខ្ញុំទិញបញ្ចុះតម្លៃខ្ញុំទិញតម្លៃតែ$5បងបញ្ចុះឡើង 50% អញ្ចឹងសម្រាប់តម្លៃមួយនេះខ្ញុំគិតថាវាជាចំណុចល្អមួយដែរអ្នកដែលគាត់ចង់លេងហ្គេមបែបផ្សងព្រេងវាយមេមានរបស់របរសាងសង់ដូច Minecraft ខ្ញុំគិតថាតម្លៃ$10នេះគឺអែមហើយចំណុចល្អទី2គឺពាក់ព័ន្ធជាមួយនឹង performance ពាក់ព័ន្ធជាមួយនឹង system របស់ game requirement ត្រូវការខ្ពស់អត់ no បើយើងនិយាយស្ដាប់ទៅគឺ counter កាចាស់អែមិនក៏អាចលេង Terraria នេះបានដែរហើយខ្ញុំអត់សំដៅទៅលើ version ទេខ្ញុំចង់សំដៅទៅលើអា game ឥឡូវហ្នឹងហ្មងអា version 1.4.9 នេះអា 1.4.9 នេះអា version ចុងក្រោយនេះ counter កាចាស់អែមិនក៏នៅលេងបានដែរព្រោះដោយសារវាជាប្រភេទ game 2D វាមិនមែនជាប្រភេទ game 3D ទេបើនិយាយពី RPG style យើងនិយាយពីចំណុចទី3ល្អរបស់ Terraria តែម្ដងដែល Terraria គឺជាប្រភេទ game RPG កូនកាត់ open world អញ្ចឹង game ហ្នឹងវាអត់ RPG ទីទាំងស្រុងទេហើយវាក៏មិនមែន open world ទាំងស្រុងដែរដោយសារតែ game នេះគឺវាមាន wall limit របស់វាមាន small medium ហើយនិង large អញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ explore បានធំទូលាយយើងដាក់ large world ទៅយើងបាន world ធំប៉ុន្តែមិនមែនមានន័យថាយើងអាច explore unlimited ដូច Minecraft ហ្មងទេ Minecraft unlimited មិនក៏វានៅតែមាន border world ទេត្រូវទេប៉ុន្តែគាត់ថា Terraria វាអត់មាន border world ទេគឺវាដាក់ limit world ឲ្យយើងហ្មងគេដាក់ឲ្យប៉ុណ្ណាយើងលេងបានតែប៉ុណ្្នឹងទេអត់មានប្រើ command បុកទម្លុះ border world ទៅទៀតអត់កើតទេវាប៉ុណ្ណឹងហើយសំខាន់ពាក្យថា RPG style ដែលខ្ញុំបាន mention នៅក្នុងចំណុចទី3ហ្នឹងគឺខ្ញុំចង់សម្ដៅថារបៀបនៃការលេងរបស់ Terraria វាអត់ដូច Minecraft ទេរបៀបនៃការលេងរបស់ Terraria គឺគេផ្ដោតទៅលើ progressing រកអវ៉ាន់រក item ល្អវាយមេ unlock new ore unlock enemy ថ្មី unlock biome ថ្មីចឹងទៅដូចតែយើងបានឃើញនៅពេលដែលយើងវាយមេ Wall of Flesh ដែលជាមេ pre hard mode ចុងក្រោយគេនឹងរួចឃើញវា unlock ore unlock biome ថ្មី
unlock enemy ថ្មីមកច្រើនខ្លាំងមែនតើអ្នកទាំងអស់នេះអាចធ្វើការផ្សងព្រេងស្វែងរក item ល្អៗដើម្បី defeat ពួកនឹងបន្តទៀតហើយអាពេលចូលទៅ hard mode ហ្នឹងក៏មានមេ hard mode ហ្នឹងជាច្រើនមាន event hard mode ច្រើនមែនតើអ្នកទាំងអស់នេះអាចលេងទទួលបាន item ល្អៗហើយយក item ទាំងអស់ហ្នឹងទៅ defeat មេផ្សេងៗទៀតហើយបើសិនជាយើងនិយាយពីមេយើងនិយាយពី event គឺចូលទៅកាន់ចំណុចទី4ធំរបស់ Terraria ឡើងចំណុចល្អហ្មងណាគឺ Terraria បើនិយាយពី event បើនិយាយពីមេវិញគឺអស់ស្ទះហើយមេគុណភាព event លេងក៏គុណភាពដែរ event ខ្លះវាមាន event កថាអាចមេខ្លះក៏វាមានមេកថាអាចដែរគ្រាន់តែថាអ្វីដែលជាចំណុចល្អនោះគឺនៅក្នុង Terraria វាមានមេច្រើនវាជាប្រភេទ game ដែលយើងអាច explore biome ហើយជួបមេផ្សេងហើយនឹងមានមេមកអញថ្ងៃយើងនៅឡុងពេលយើងកំពុងសាំងសង់ផ្ទះសាំងសង់អីក៏មានដែរប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងសម្រាប់មេនឹង event មួយខ្ញុំឲ្យទៅមកបន្ទុកទៀតចុះសម្រាប់ Terraria ចំណុចល្អគឺអែមខ្លាំងហើយយើងចូលមកកាន់ចំណុចទី5ធំដែលជាចំណុចល្អមួយដែរនៅក្នុង Terraria គឺការរបៀបនៃការលេង combat របៀបនៃការវាយបើយើងនិយាយជាភាសាខ្មែររបៀបនៃការវាយគឺវាមានច្រើនរបៀបយើងអាចយកអាចំណុចហ្នឹងទៅធៀបជាមួយនឹង game ផ្សេងដូច Minecraft បានទេយើងអាចនិយាយថាក្នុង Terraria មួយបានហើយ Terraria គឺវាមាន class សម្រាប់ឲ្យយើងជ្រើសរើសក្នុងការលេងយើងមាន melee យើងមាន range យើងមាន mage ហើយយើងមាន summoner អញ្ចឹង4 class ហ្នឹងយើងចង់លេងរបៀបម៉េចក៏បានដែរព្រោះ4 class ហ្នឹងគឺវាមាន weapon មាន armor support class ទាំងអស់ហ្នឹងទាំងអស់អញ្ចឹងសម្រាប់អ្នកគាត់ចង់លេង melee យើងផ្ដោតទៅលើ melee armor melee item melee អញ្ចឹងទៅសម្រាប់អ្នកគាត់លេង range mage summoner គឺគេមាន item មាន armor សម្រាប់ summoner អញ្ចឹងរបៀបនៃការលេងរបស់ Terraria គឺអ្នកដែលគាត់ចង់លេងបែប melee ក៏លេងបានអ្នកដែលចង់លេងបាញ់សិលក៏លេងបានអ្នកដែលចង់លេង summon បិសាច summon កូនចៅមកវាយមួយ enemy ក៏បាននិយាយរំទៅគឺរបៀបនៃការលេងវាទូលំទូលាយចំណុចទី6ដែលជាចំណុចល្អមួយដែរសម្រាប់ Terraria ដែលវាដាច់ខុសពី Minecraft ហ្មងណា multiplayer ហើយនេះបើខ្ញុំនិយាយថា multiplayer របស់ Terraria វាល្អឥតខ្ចោះជាង Minecraft ទាំងអស់គ្នាក៏លេងទៅមើល Minecraft ក្រៅពី LAN អាលេងតទូគ្នាតើមានវិធីសាស្ត្រទៀតដែលយើងអាចលេង multiplayer ដោយអត់ប្រើ mod ហូរនឹកមើលក្រៅពីយើងប្រើ mod essential ដើម្បីអាច invite គ្នាចូល world លេងបានចុះបើសិនជាយើងសម័យថា Minecraft អត់មាន mod ហ្នឹងទេតើវិធីសាស្ត្រដែលលេង online មួយគ្នាធ្វើម៉េចមិនបង្កើត server ត្រូវទេបង្កើត round អា2ហ្នឹងឯងមានតែ2ហ្នឹងឯងត្រូវហើយបង្កើត round បង្កើត free មែន free តែមួយខែដាច់ខែហ្នឹងចូលខែក្រោយគេឲ្យយើងបង់លុយ round is not free server ដូចគ្នាចង់លេង Minecraft server ចង់លេងជុំគ្នាserver Athenos លេងត្រឹម2នាក់3នាក់អីបាន10នាក់អី lag ហើយប៉ុន្តែបើសិនយើងទៅលេងទៅមើល Terraria វិញណាអត់ត្រូវការ host ចេញពី website ទេណាគេចង់ host គឺអ្នកនឹង host ហ្មងដូចខ្ញុំអញ្ចឹងខ្ញុំមាន game Terraria ខ្ញុំចង់ host server ខ្ញុំចង់ host world ខ្ញុំឲ្យគេចូលលេងគឺចូលលេង direct ហ្មងខ្ញុំឲ្យតែ code ខ្ញុំឲ្យតែ IP ហើយគឺគេចូលលេងបានឲ្យសេរីខ្ញុំអត់ចាំបាច់ទៅបង់លុយ server ខ្ញុំអត់ចាំបាច់ទៅទិញ round ដើម្បីដាក់កូន host មួយឲ្យ player ចូលទៅលេងនឹងអត់ទេខ្ញុំកាន់ world ខ្ញុំគឺជាអ្នក host ខ្ញុំគឺជាអ្នកឲ្យគេចូលលេងចាវាមិនច្រើនណាស់ទេវាមិនមែន load ដល់30-40 នាក់ដូច server Minecraft ទេប៉ុន្តែបើយើងផ្ដោតទៅលើការលេងជុំគ្នាណាគ្នាយើងមាន 4-5 នាក់អី Terraria គឺធ្វើអា multiplayer នេះត្រូវជាគឺអត់ចាំបាច់ទៅចំណាយលុយទិញ server ទិញ host ទិញអីយកមកដាក់លេងជុំគ្នាអត់ត្រូវការអាហ្នឹងទាំងអស់មាន game គឺអាច host លេងបានហើយយើងចូលមកកាន់ចំណុចទី7គឺពាក់ព័ន្ធជាមួយនឹង crafting tree មិនមែន craft ឈើទេណាមិនមែនសាំងសង់ឈើទេខ្ញុំចង់និយាយអំពី item នៅក្នុង Terraria ខ្ញុំស្រឡាញ់តងថាវាមិនត្រឹមតែ craft ម្ដងហើយទេអារបស់ដែល craft ម្ដងហើយហ្នឹងអាចយកទៅ craft របស់ផ្សេងទៀតហើយរបស់ដែល craft រួចអាចយកទៅ craft របស់ផ្សេងទៀតបានន័យថាវាដូចមេឈើអញ្ចឹងណាវា craft ពីមួយចំណុចទៅមួយចំណុចចុះឡើងអាពីរនឹងនៅជុំគ្នា craft ទៅជា item កប់មួយអញ្ចឹងទៅរបៀបថាបើយើងធៀបជាមួយនឹង game Minecraft ក៏វាមានរបៀបអញ្ចឹងដែរគ្រាន់តែថាវាមានខ្លីឯអា combine វាខ្លីឯតែបើ Terraria មានច្រើនមែនតើអារបៀប combine item ហ្នឹងឥឡូវយើងក៏លេខទៅមើលរបៀប craft ដាវ Nice Age នៅក្នុង Terraria យើងត្រូវកាយគេខ្លះទាំងអស់នេះឃើញមកកាភ្លុះហារបស់ទាំងអស់ហ្នឹងសុទ្ធតែយើងទៅរកតាម event ទៅរកតាមមេដែលយើងនឹងត្រូវវាយឲ្យត្រប់ item ហ្នឹងមកយើងក៏លេខទៅមើលដាវចុងក្រោយរបស់ Terraria ដាវ Zenith ហ្នឹងដើម្បីក្រាស់ដាវ Zenith នឹងបានត្រូវកាយគេខ្លះទៅមើល tree line វាមកតាំងពីលើដល់ក្រោមមកគ្រាន់តែឃើញវិលមុខមកប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តអារបៀបអញ្ចឹងណាព្រោះដោយសារតែយើងអាចមាន achievement យើងអាចមានគោលដៅមួយថាចេះអូយើងចង់បាន item ហ្នឹងអញ្ចឹងយើងខំប្រឹងសែនសំ item ហ្នឹងគុំទូចទៅពី1ទៅ2
2ពី2ទៅ2 4ពី4ទៅ4 8អញ្ចឹងណាហើយរហូតទៅដល់ចំណុចកំពូលមួយព្រិចដូចជាមានគោលដៅមួយនៅក្នុងចិត្តថាអញលេងហ្គេមអញត្រូវការហ្នឹងដូចខ្ញុំលេង Terraria អញ្ចឹងខ្ញុំគោលម្ដងខ្ញុំថ្ងៃមុខថ្ងៃក្រោយទៅខ្ញុំចង់បានដើរ Zenith ឥឡូវទីបំផុតខ្ញុំបានវាដូចជាមានគោលដៅទូចមួយដែលវាតាក់ចំមកឲ្យយើងទៅមុខរហូតទោះបីយើង stack មិនក៏ដោយក៏យើងនៅគិតមួយថាអញចង់បានដើរ True Nice Age អញចង់បានដើរ True Excalibur អញ្ចឹងអញត្រូវទៅលេងនេះអញទៅក្រាញ event ហ្នឹងដើម្បីបានអារបស់ហ្នឹងយកមកក្រានហ្នឹងវារបៀបអញ្ចឹងអាហ្នឹងក៏ជាចំណុចមួយដែលធ្វើឲ្យខ្ញុំពេញចិត្ត Terraria ដែរចំណុចទី8បាទជាចំណុចចុងក្រោយនៃចំណុចល្អរបស់ Terraria ដែលខ្ញុំអាចនិយាយទៅរួចណាគឺពាក់ព័ន្ធជាមួយនឹង exploration គឺការដើរ explore វាមិនមែនដូច Minecraft ដើរបានគ្រប់ទិស8ទិសទេ Terraria ដើរបានតែឆ្វេងស្ដាំលើហើយនឹងក្រោមទេវាអត់ទៅណាក្រៅពីហ្នឹងទេប៉ុន្តែសួរថា world នីមួយវាតទេអត់នៅពេលដែលយើងដើរ explore no មិនថាជា small world មិនថាជា medium world មិនថាជា large world គឺសុទ្ធតែមាន item នៅក្នុងហ្នឹងទាំងអស់យើងដើរទៅឆ្វេងក៏មាន chest យើងដើរទៅស្ដាំក៏មាន hub សូម្បីតែនៅ border របស់ Terraria អាកន្លែងទន្លេអាកន្លែងសមុទ្រហ្នឹងចុះទៅក្រោមសមុទ្រហ្នឹងក៏មាន chest នៅក្រោមហ្នឹងចាំទទួលយើងដែរបើនិយាយទៅលើក៏មានដែរ Sky Island មាន hub មាននៅលើហ្នឹងទៅក្រោមដីទៅ underworld ក៏នៅតែមានរបស់ឲ្យយើង loot មកឆ្ងាញ់ដែរអញ្ចឹងមិនថា Terraria ឃើញ flat world ឃើញ 2D អញ្ចឹងទេប៉ុន្តែសួរថាអា 2D world វាហ្នឹងគឺ empty អត់ទេសុទ្ធតែរបស់ loot អញ្ចឹងមកអ្នកលេង Terraria ដំបូងរៀងយ៉ែបប៉ុន្តែនៅពេលដែលគាត់ដើរ explore ទៅគាត់បានអាវ៉ាន់ល្អគាត់ចាប់ដើមមានអារម្មណ៍ចង់លេងហើយអាហ្នឹងហើយក៏ជាមូលហេតុដែលជាហុកមួយដែលធ្វើឲ្យយើងនឹងចង់លេង Terraria ដែរហើយក៏វាជាចំណុចមួយដែលពេញចិត្តដែរនឹងជាយើងគិតមើលបើសិនជា world Terraria ហ្នឹងគឺជា world ដែលអត់មានអីសោះមកលុះត្រាតែយើងទៅដល់កន្លែងច្បាស់លាស់ណាមួយបានមាន item ពិបាកមែនតើជួនកាលយើងត្រូវដើរឡើងយើងចេះចង់ explore ដល់ពេល explore អត់មានអីសោះដល់ពេលចង់បានអាវ៉ាន់មែនទៅតំបន់នេះអាចចង់បានអាវ៉ាន់មែនទៅតែឯងទៅវាយប្រទាយនេះអាហ្នឹងវាអត់សូវមានអារម្មណ៍ចង់លេងប៉ុន្តែរបៀបថាគ្រាន់តែយើងម៉ាញធម្មតាម៉ាញសុកឃើញផ្ទះបែកបាក់នៅក្រោមដីហ្នឹងលូតចឹងទៅម៉ាញនៅ jungle ឃើញឆេះនៅ jungle ទុកចោលចឹងទៅយើងចូលលូតចឹងទៅលក្ខណៈអារបស់ហ្នឹងវា unexpected យើងអត់រំពឹងថាវានឹងមានតែយើងដើរចេះ explore ទៅមានណាអាហ្នឹងឯងវាជារបស់ដែលធ្វើឲ្យអ្នកលេង Terraria គាត់ចូលចិត្តលេងអាហ្នឹងវ៉ាវចំណុចល្អទាំង8មិញទាំងអស់គ្នាគិតយ៉ាងម៉េចដែរខមមិននៅខាងក្រោមផងបើសិនជាទាំងអស់គ្នាមានចំណុចណាល្អដែលទាំងអស់គ្នាគិតខ្លួនឯងថាអាហ្នឹងវាល្អខមមិននៅខាងក្រោមឲ្យខ្ញុំដឹងផងព្រោះចំណុចល្អរបស់ Terraria វាមិនមានតែ8ហ្នឹងទេវាមានច្រើនអានេះដោយសារតែជាគំនិតរបស់ខ្ញុំគំនិតគ្នាយើងមានរបស់ល្អជាងនឹងទៀតក៏ថាបានដែរឥឡូវយើងចូលមកកាន់ចំណុចដែលមិនសូវល្អចំណុចដែលខ្ញុំគិតថាបើសិនជាហ្គេមថ្ងៃមុខថ្ងៃក្រោយអាចកែបានកែទៅកុំទុកវានៅក្នុងនឹងយូរពេកចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងហ្គេមនេះពីណាក៏និយាយដែរសូម្បីតែអ្នកដែលអង្គុយមើលខ្ញុំលេង game play ក៏ដោយសូម្បីតែអ្នកដែលគាត់កំពុងតែស្ដាប់ហើយចង់ទៅអង្គុយលេងក៏ដោយមុននឹងទៅអង្គុយលេងហ្គេមហ្នឹងមុននឹងជះលុយដល់វាទិញហ្គេមហ្នឹងសូមស្ដាប់ឲ្យដល់តាមនេះសិនហ្គេមនេះបើសិនជាទាំងអស់គ្នាអត់មានចំណេះដឹងពីវាសោះហ្មងលក្ខណៈថាអាងឹតឆឹងអត់ស្គាល់ហ្គេមហ្នឹងពីមុនមកឥឡូវលឺខ្ញុំនិយាយចង់ទៅទិញលេងពិចារណាឡើងវិញយើងអាចលេងទាំងអត់ដឹងខ្យល់អីទេភាគច្រើនអ្នកដែលលេងហ្គេមហ្នឹងទាំងដែលអត់ដឹងខ្យល់អីឬក៏អ្នកដែលអត់យល់ពី mechanic game ហ្នឹងគឺលេងបានតែ1ម៉ោងទៅ2ម៉ោងគឺគាត់អស់អារម្មណ៍លេងចង់លេងដោយសារគាត់អត់ដឹងត្រូវទៅណាគាត់អត់ដឹងត្រូវធ្វើអីក្រៅពីកាប់ឈើសង់ផ្ទះហើយធ្វើអីទៀតលក្ខណៈថានៅក្នុង game ហ្នឹងវាអត់មាន guideline អីប្រាប់ច្រើនទេបើយើងនិយាយពី guideline មិនខ្ញុំនិយាយថាអត់មានដូចនិយាយជន់ជើងខ្លួនឯងយើងត្រូវអត់ព្រោះនៅក្នុង Terraria វាមាន2ចំណុចធំដែលទាំងអស់គ្នាអាចធ្វើការមើលឲ្យដឹងពី hint ដឹងពីតម្រុយនៃការលេងទី1គឺ NPC guide ហ្នឹងគឺជា NPC ម្យ៉ាងដែលផ្ដល់នៅគេហៅថា hint ណាតម្រុយតិចតួចមែនតើឲ្យយើងដឹងថាតើ progress យើងដល់ណាហើយយើងត្រូវធ្វើអីយើងត្រូវចាប់ផ្ដើមពីណាទៅណាហើយចំណុចទី2គឺ achievement នៅក្នុង Terraria វាមានប្រអប់ achievement មួយនៅក្បែរ inventory ដែលវាប្រាប់យើងថាយើងត្រូវធ្វើអីគេត្រូវធ្វើអីគេដឹងអត់ខ្ញុំទៅអង្គុយមើល YouTuber ម្នាក់ខ្ញុំអត់ចង់ប្រម៉ូតគាត់ប៉ុន្តែ YouTuber ម្នាក់ដែលគាត់មានឈ្មោះថា Botch H3 គាត់អង្គុយលេង Terraria ដែលអត់មើល Wikipedia ដែលអត់មើល YouTube ម៉ែថាគាត់លេងទាំងអត់មានចំណេះដឹងលើអា game ហ្នឹងសោះ completely blind គាត់លេងអ្នកទៅអង្គុយមើលគាត់ចំណាយពេលមកវីដេអូទៅមកវីដេអូមិនក្រោម20ម៉ោងទេវីដេអូដែលទាំងអស់នេះទៅមើលហ្នឹងវីដេអូកាត់ផងបើវីដេអូស៊ីនគាត់20ម៉ោងទៅ30ម៉ោង
ហើយសួរថាហេតុអីបានលេងយូរដល់ថ្នាក់ហ្នឹងគឺដោយសារតែហ្នឹងហើយដោយសារតែវាអត់មានអ្វីដែលប្រាប់ទៅកាន់អ្នកដែលគាត់កំពុងតែលេងវាអត់មានអីសោះមកសូម្បីតែយើងពឹងទៅលើ achievement យើងពឹងទៅលើ guide ហ្នឹងក៏ដោយបើសិនយើងជាមនុស្សមានពេលវេលាច្រើនយើងរៀងឆ្លាតមិនអីណាចុះប៉ះលោយើងមនុស្សអស់ dopamine របៀបមនុស្សអត់មាន dopamine ច្រើនណារបៀបថាគ្រាន់តែគាំងតិចតួចគឺអស់អារម្មណ៍លេងចង់លេង2025 2026នឹងសម្បូរមនុស្សរបៀបអញ្ចឹងណាមនុស្សដែលបាត់បង់ dopamine ណារបៀបថាធ្វើអីមួយចង់បានលទ្ធផលភ្លាមអត់ព្រមរងចាំអត់ព្រមទប់អារម្មណ៍ខ្លួនឯងពេលថាប្រឹងចង់ទៅមុខរហូតវាជាចំណុចមួយដែលធ្វើឲ្យ game ហ្នឹងបាត់បង់អ្នកលេងច្រើនគួរសមដែរនៅពេលដែលលេងអត់ដឹងត្រូវទៅណាទៀត stuck នៅគាំងនៅត្រឹមហ្នឹងចំណុចទី2ក៏ដូចជាចំណុចទី1ដែរគាត់ចំណុចទី2ខ្ញុំចង់សម្ដៅថា game នេះវាផ្ដោតទៅលើ Wikipedia ពេកវាផ្ដោតទៅលើ Terraria Wiki វាផ្ដោតទៅលើ YouTube វាផ្ដោតទៅលើចំណេះដឹងខាងក្រៅច្រើនពេក game វាអត់ព្រមបរៀនអ្នកលេងនិយាយចេះវិញចំណុចទី2ហ្នឹងគឺជាចំណុចដែលខ្ញុំចង់និយាយថាវាអត់មានបរៀនអ្នកលេងចូលទៅគឺហើយអត់ចេះមែននៅហ្នឹងហើយបាច់ទៅណាទេលុះត្រាតែយើងនឹងឆ្លាតទៅមើល YouTube ទៅ search Wiki ខ្លួនឯងមិនដឹងថា game ហ្នឹងទៅមុខមិនបើមិនទៅ search ទេគ្មានថ្ងៃទៅមុខរួចទេសម្រាប់ចំណុចទី3ដែលជាចំណុចដែលខ្ញុំមិនសូវពេញចិត្តជាមួយនឹង game Terraria ហើយវាអាចជាចំណុចមួយដែលទាំងអស់គ្នាអត់រំពឹងថាខ្ញុំនឹងយកមកនិយាយទេគឺពាក់ព័ន្ធជាមួយនឹងភាពខូចនៃ item ព្រោះនៅក្នុង Terraria អត់មានអាភាពខូចនៃ item ទេ item ដែលក្រាស់រួចឬក៏ item ដែល collect រួចគឺប្រើបានជារៀងរហូតចំណុចហ្នឹងគឺខ្ញុំអត់សូវចូលចិត្តបោះ Terraria បានទេហើយបើសួរគ្នាយើងថាមិនបានអត់ចូលចិត្តគេអាហ្នឹងល្អហើយតែប៉ុន្តែវាមិនសូវល្អប៉ុន្មានទេដោយសារតែវាធ្វើឲ្យយើងមានអារម្មណ៍ថា item ហ្នឹងវាលែងមានតម្លៃសម័យថានៅពេលដែលយើងបាន platinum pickaxe ឬក៏យើងក្រាស់ molten pickaxe ឬក៏យើងក្រាស់នៅ pickaxe ដែលបានមកពី mechanical pass ទាំង3តមកពីយើងក្រាស់រួចយើងបានអា item ហ្នឹងមកហើយប៉ុន្តែ item ហ្នឹងវាចេះខូចទេយើងយកទៅធ្វើអីធ្វើទៅយើងអត់មានអារម្មណ៍មួយដែលយើងអង្គុយលេង Minecraft យើងយល់ទេយើងអង្គុយលេង Minecraft យើងបាន item ល្អយើងបាន maze ឬក៏យើងបាន item អីដែល OP អញ្ចឹងណាហើយវាមាន durability ទៅគេយើងតែងតែរត់ទៅរក enchantment ដែល villager មានដូចជា mending គុំជាមួយនឹង item ហ្នឹងទៅយក item ហ្នឹងទៅ heal អញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់លេងគាត់នៅមានអារម្មណ៍មួយគិតតែ item ហ្នឹងវានៅមានតម្លៃសម្រាប់គាត់នៅគិតថាខ្លាចខូចគាត់ខ្លាចបាត់បង់នៅពេលយើងក្រាស់មកគាត់នៅមានអារម្មណ៍មួយថាអូអញប្រើវាចេះអស់ឈាមវាចេះខូចអញ្ចឹងប្រើទៅថែពេលដែលប្រើទៅគឺយើងដឹង limit ថាអូដល់ត្រឹមហ្នឹងវាចិត្តខូចហើយត្រូវយកវាទៅ repair វិញខ្ញុំចូលចិត្តអា mechanic ហ្នឹងមែនតើសម្រាប់ Minecraft គឺខ្ញុំចូលចិត្តដោយសារវាធ្វើឲ្យខ្ញុំនឹងនៅស្រឡាញ់របស់ឥឡូវឧទាហរណ៍ដូច Electra សម័យថា Electra យើងរកបាន Electra នៅក្នុង Minecraft ប៉ុន្តែ Electra ហ្នឹងយើងអត់មាន mending ទេអញ្ចឹងយើងត្រូវប្រើយើងត្រូវប្រយ័ត្នមែនតើប្រើគឺខ្លាចវាខូចខ្លាំងរហូតដល់យើងប្រើលេងបានហើយយើងនៅមានអារម្មណ៍មួយគិតអញ្ចឹងប៉ុន្តែបើសិនជាយើងសម័យថាយើងក្រាស់ស្លាប់នៅក្នុង Terraria ហើយស្លាប់នោះចេះខូចយើងប្រើបានមួយជីវិតលក្ខណៈថាក្រាស់រួចហើយ That's it អត់មានអារម្មណ៍មួយគិតថាខ្លាចខូចអត់មានអារម្មណ៍មួយគិតថាខ្លាចបាត់បង់ទេអត់ That's it ប៉ុណ្ណឹងអត់មានអារម្មណ៍អីទាំងអស់យើងចូលមកកាន់ចំណុចទី4ធំដែលជាចំណុចចុងក្រោយនៃភាពដែលមិនល្អហ្មងនៅក្នុង Terraria ចំណុចចុងក្រោយនេះមិនសូវផ្ដោតលើ game ទេប៉ុន្តែវាផ្ដោតទៅលើអ្នកដែលគាត់ផលិត game ហ្នឹងបើយើងក៏លេចទៅមើល Terraria ក៏លេចធំ OP ក៏លេច OP duplication គឺមានច្រើនតែសឹងតែថាក៏លេចខ្លះ duplication ខ្លះគឺរួន game ហ្មងខូច game ប៉ុន្តែសួរថាមិនបាន developer គាត់អត់ព្រមជួសជុលវាខ្ញុំក៏អត់មានចម្លើយនឹងឲ្យគ្នាយើងដែរប៉ុន្តែខ្ញុំមានជាការសន្និដ្ឋានទី1អាចថានៅពេលដែលយើង fix អាហ្នឹងទៅវាទៅជា chain reaction ណាមានថានៅពេលដែលយើងជួសជុលអាទី1យើងត្រូវទៅជួសជុលអាទី2នៅពេលដែលយើងជួសជុលអាទី2យើងត្រូវទៅជួសជុលអាទី3នៅពេលដែលយើងជួសជុលអាទី3យើងត្រូវទៅជួសជុលអាទី4យើងទៅអញ្ចឹងជាអាចជាមូលហេតុដែល developer គាត់អត់ខ្វល់គាត់ទុកវាចោលឬក៏អាចនិយាយបានថាគាត់រងចាំ major update ដ៏ធំមួយទៀតអញ្ចឹងណាគាត់តម្លាក់មកដៀងមិនគាត់កែអា collect ការ duplication នឹងចោលអាចជាអញ្ចឹងដែរអាចថាអាហ្នឹងយើងនិយាយខ្លីទៅអាចថាជាភាពខ្ជិលរបស់គាត់អត់ចង់ឲ្យមានអាអីគេ hot fix version អត់ចង់មានអាអីគេអា 1.0.0.0 អ្នកនេះឃើញ version ណាឆ្ងល់ហ៎មិនបាន version មាន 1.4.3.2.21.10.x មិនបានវាមានកតុយលេខច្រើនណាស់អាហ្នឹងដោយសារតែ developer គាត់ធ្វើការច្រើនណាគាត់អង្គុយកែ game នឹងទិញវាមាន hot fix version រហូតដូច Minecraft វិញគេ Minecraft ក្រៅពី version 1.20 1.5 ក៏វាមានកតុយនៅហ្នឹងដែរ 1.20 1.5 1.20 1.5 1.30 ចឹងទៅគេហៅ snapshot ចឹងទៅអាហ្នឹងហើយគឺ developer គាត់ធ្វើការរហូតគាត់កែ game ហ្នឹងពីទិញរហូតទៅ perfection ចឹងទៅសម្រាប់ Terraria មួយដូចអត់សូវឃើញចឹងហ្មងនេះខ្ញុំនិយាយត្រង់ណាសុបិនអាក្រក់របស់ខ្ញុំគឺនៅពេលដែលខ្ញុំអត់ស្គាល់ Terraria ទេប៉ុន្តែខ្ញុំចង់អង្គុយលេង Terraria ស្រាប់ទៅហើយ
ហើយខ្ញុំមិន stack ត្រូវឲ្យខ្ញុំលេង Terraria ខ្ញុំ stack ខ្ញុំត្រូវការមើល YouTube ដើម្បីចង់ដឹងថាអូអាហ្នឹងធ្វើមិនទៅមុខទៀតធ្វើមិនតែពេល search YouTube ទៅឃើញវីដេអូអាបកាច់នេះដូបដៅស៊ីណេតទៅឃើញវីដេអូអាបកាច់នោះនេះគឺជាវីដេអូរបៀបកលិចយកលុយ$1 លានឬក៏$1 លាន platinum នៅក្នុង Terraria មនុស្សដល់ពេលឃើញអាចឹងទប់អារម្មណ៍អត់ជាប់ទេប្រកាសជាមានអា curiosity ឬក៏អាភាពឆ្ងល់ហើយថាចុះអាហ្នឹងគេកលិចមិនអាហ្នឹងគេធ្វើមិនចុចប៉ក់រួនមកចុចប៉ក់ទៅគឺខូចអារម្មណ៍នឹងស្រងហ្មងព្រោះដោយសារមិនចេះអា collect អា duplication ហ្នឹងគឺអត់ចាំបាច់មាន mod អត់ចាំបាច់ធ្វើអីទាំងអស់គឺ simple សាមញ្ញ vanilla game គឺធ្វើបានហើយយើងគ្រាន់តែមើលវីដេអូហ្នឹងហើយបាច់មើល2 ដងឯងមើលតែម្ដងចេះ collect ចេះ do that's it yeah that's it សម្រាប់វីដេអូកម្មវិធី Forsaken ចំណុចល្អចំណុចអាក្រក់របស់ game Terraria ទាំងអស់នេះគិតមិនដែរអាច comment នៅខាងក្រោមដើម្បីប្រាប់ខ្ញុំវិញផងថាតើទាំងអស់នេះគិតបែបណាជាមួយនឹង game Terraria តើទាំងអស់នេះធ្លាប់ឮ game ហ្នឹងពីមុនមកអត់ធ្លាប់លេងអត់ហើយលេងដល់តាមណាសម្រាប់ខ្ញុំបើសិនជាទាំងអស់គ្នាទៅមើលរដូវកាលទី1ខ្ញុំលេងបញ្ចប់ត្រឹម Wall of Flesh ត្រឹម Brand of Cthulhu ប្រហែលជាត្រឹមហ្នឹងចូលមកកាន់រដូវកាលទី2នេះគឺកលុកកលៀតណាក៏ខ្ញុំលេងដែរលេងមកខ្ទឹមអញ្ចឹងកុំភ្លេច comment experience គ្នាយើងផងថាតើគ្នាយើងលេងដល់ត្រឹមណាហើយគ្នាយើងធ្លាប់ stack ឈប់លេងរហូតដល់ 4-5 ឆ្នាំហើយបានត្រឡប់មកលេងវិញហើយជ្រាបអញ្ចឹងទៅខ្ញុំចង់ដឹងសាច់រឿងគ្នាយើងអ្នកខ្លះក៏សាច់រឿងមិនអីមិនចាំជួយប្រាប់ផងអញ្ចឹងយើងមានតែប៉ុណ្នេះហើយយើងនឹងចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ